បាទសួស្តីបងប្អូនអ្នកដែលឆ្លាញ់គណិតវិទ្យាហើយចង់រៀនអំពីមូលដ្ឋានគ្រឹះគណិតវិទ្យាទាំងអស់គ្នាអញ្ចឹងយើងមកសិក្សាបន្តទៀតតាក់ទងជាមួយនឹងវិធីគុណប្រភេទជាមួយនឹងប្រភេទអញ្ចឹងយើងមកមើលតាក់ទងជាមួយនឹងចំណាំរបស់គេឬក៏ note កន្លែងដែលយើងកត់សម្គាល់ណាឃើញថាបើសិនជាគេមានប្រភេទ2បាទទី1គឺប្រភេទ A នៅលើ B ហើយគេយកទៅគុណជាមួយនឹងប្រភេទ C នៅលើ D គឺយើងទទួលបានប្រភេទ2ដែលគឺយើងត្រូវយក A នេះគុណជាមួយនឹង C បាទហើយ B គុណជាមួយនឹង D បាទអញ្ចឹងបានន័យថាភាគយកគុណនឹងភាគយកភាគបែងគុណនឹងភាគបែងបាទអញ្ចឹងកន្លែងនេះខ្ញុំសរសេររៀងខុសបន្តិចបាទតាមពិតយើងត្រូវអាចសរសេរថា AC នៅលើ BD បាទអញ្ចឹងយើងមកមើលអានេះវិញឧទាហរណ៍ដូចជា2ភាគ3នេះទៅគុណនឹង3ភាគ5បាទក្នុងករណីហ្នឹងបានន័យថាគេយក2គុណនឹង3បាទហើយ3គុណនឹង5អញ្ចឹង2 3ដង6ដល់ពេល3 5ដង15អញ្ចឹងយើងទទួលបានប្រភេទថ្មីគឺ6ភាគ10 15អានេះប្រភេទនេះយើងអាចសម្រួលបានណាបាទយើងសម្រួលនឹង3មកកាលណាយើងចែកនឹង3យើងទទួលបាន6ចែក3បាន2ហើយ15ចែកនឹង3បាន5បាទអញ្ចឹងយើងបានអធិស្ឋានយើងបាន2ភាគ5អញ្ចឹងទៅប៉ុន្តែយើងមកមើលប្រភេទយើងបន្តខ្ញុំសូមដោះស្រាយឲ្យបងប្អូនមើលបន្តទៀតតាក់ទងជាមួយនឹងការអនុវត្តលំហាត់អញ្ចឹងយើងមានប្រភេទ1ភាគ2បាទទៅគុណជាមួយនឹងប្រភេទ2ភាគ4បាទក្នុងករណីនេះគឺប្រភេទដែលយើងឃើញថាលេខវាឆ្លាស់គ្នាបាទដូចគ្នាបាទលេខឆ្លាស់គ្នាដូចគ្នាបាទមានន័យថាវាមានលេខ2ផងខាងក្រោមហើយខាងលើខាងនេះគឺវាមានលេខ2ក្នុងករណីហ្នឹងគឺយើងអាចសម្រួលវាចោលបានមានន័យថាយើងសម្រួលវាទៅគឺយើងទទួលបានលទ្ធផល1ភាគ4យកតែម្ដងបាទសល់លេខនៅសល់ណាប៉ុន្តែយើងចង់ដឹងថាតើវាសល់បែបណាយើងមកមើលទាំងអស់គ្នាបានន័យថាខ្ញុំយក1គុណនឹង2បាទ1គុណជាមួយនឹង2ហើយ2គុណជាមួយនឹង4ពួកអីគុណប្រភេទនឹងប្រភេទភាគយកគុណនឹងភាគយកភាគបែងគុណនឹងភាគបែងអញ្ចឹង1 2ដង2 2 4ដង8អញ្ចឹងយើងទទួលបានលទ្ធផលដែលយើងទទួលបានជាថ្មីម្ដងទៀតបាទគឺ2ភាគ8ប៉ុន្តែ2ភាគ8នេះគឺយើងអាចសម្រួលបានមានន័យថា2យើងអាចចែកនឹង2បានអញ្ចឹង2ចែកនឹង2គឺទទួលបានលទ្ធផល1ដល់ពេល8ចែក2គឺទទួលបានលទ្ធផល4បាទ8កាលណាយើងយក8នេះទៅចែកជាមួយនឹង2ទៅទទួលបានលទ្ធផលនេះគឺ4បាទអញ្ចឹងសង្ឃឹមថានេះគឺជាកលឹះខ្លះក្នុងការដោះស្រាយប្រភេទឲ្យលឿនសម្រាប់បងប្អូនទាំងអស់គ្នាបាទឥឡូវយើងមកមើលបន្តទៀតបាទនេះគឺវាអត់មានតួលេខណាដែលយើងអាចសម្រួលបានទេអញ្ចឹងយើងគុណវាយកតែម្ដងមានន័យថា3គុណនឹង2ហើយ5គុណនឹង7 3 2ដង6 7 5ដង35បាទអញ្ចឹងយើងអាចសម្រួលបានទេបាទនេះ1គុណនឹង1ទៅបាទ1គុណនឹង1 3គុណនឹង10 12 1គុណនឹង1ស្មើ1 3គុណនឹង12ស្មើ36អញ្ចឹងយើងទទួលបានលទ្ធផល1 36 1នៅលើ36បាទអញ្ចឹងនៅសល់លំហាត់3លំហាត់ទៀតសង្ឃឹមថាបងប្អូនអរគ្នាក៏អាចដោះស្រាយបានផងដែរបាទអញ្ចឹងសង្ឃឹមថានេះគឺជាកលឹះខ្លះដើម្បីជួយបងប្អូនអរគ្នាក្នុងការស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃគណិតវិទ្យាជាពិសេសគឺតាក់ទងជាមួយនឹងការគុណប្រភេទនិងប្រភេទផងដែរបាទអរគុណច្រើនជម្រាបលាហើយយើងជួបគ្នានៅវីដេអូក្រោយ